លើកជាឧទាហរណ៍រឿងណាតោតយព្រាហ្មណ៍ព្រាហ្មណ៍ហ្នឹងឈ្មោះតោតយព្រាហ្មណ៍ជាព្រាហ្មណ៍ដែលមានចិត្តកំណាញ់មិនធ្វើទានចិត្តកំណាញ់មិនថាកំណាញ់ហើយទ្របមិនមានមានទ្របក៏មានហើយកូននឹងក៏មានអ្នកកំដរអ្នកអីនឹងក៏មានសម្ដៅដល់ទាស័កទាស័យខ្ញុំបំរើប្រុសខ្ញុំបំរើស្រីនឹងក៏មានប៉ុន្តែមានសេចក្តីកំណាញ់វាដិតជាប់នៅក្នុងសន្តានចិត្តធ្វើឲ្យតោតយព្រាហ្មណ៍នឹងធ្វើទានបានទេណាទ្រព្យសម្បត្តិសុខចិត្តយោទលៈកប់ទុកនៅទីដែលស្ងាត់មិនអាចមានបុគ្គលណាដឹងតែហើយទៅសំបីតែកូនខ្លួនឯងហ្នឹងក៏មិនដឹងទ្រព្យសម្បត្តិលោកឪពុកខ្លួនឯងដាក់តាណាដែរកំណាញ់ទាំងការឲ្យទានហើយកំណាញ់ទាំងខ្លួនឯងទៅទៀតណាញាតិញោមថាបើកំណាញ់នៅក្នុងការឲ្យទានធ្វើទានបរិច្ចាគទ្រព្យសម្បត្តិធ្វើជាទានដល់ស្មូមជាចោអ្នកកំសត់ទូរគុតអត់ឃ្លានហើយចាយវាប្រើប្រាស់ខ្លួនឯងទៅអានឹងមិនជាបញ្ហាអីគ្រាន់តែជាបញ្ហាមួយថាយើងបានចែករំលែកធ្វើទានទៅប៉ុណ្ណឹងប៉ុន្តែនេះកំណាញ់ទាំងការឲ្យទានដល់ជនកំសត់ទូរគុតហើយកំណាញ់ទាំងខ្លួនឯងទៅទៀតណាមានន័យថាមិនបរិភោគអីសុខចិត្តឃ្លានចង់ពិសាអីចង់ហូបអីហ្នឹងគឺថាមិនលះបង់ទ្រព្យទេសុខចិត្តឃ្លានអញ្ចឹងណាតោតយព្រាហ្មណ៍ហ្នឹងហើយជាប្រកដីណាតោតយព្រាហ្មណ៍នៅផ្ទះហ្នឹងព្រះភិក្ខុសង្ឃទាំងឡាយតែងនិមន្តគោចរបិណ្ឌបាតតាមចន្លោះនៃភូមិមុខផ្ទះរបស់តោតយព្រាហ្មណ៍ហ្នឹងថ្ងៃមួយព្រះរាមាភិភាពព្រះអង្គលោកនិមន្តគោចរមួយលើដោយព្រះសិរីបុត្រព្រះអនន្តសាវកជាច្រើនមុនគោចរបិណ្ឌបាតនឹងតាមចង្ហកតាមចន្លោះនៃផ្ទះហ្នឹងតពេលដល់មុខផ្ទះតោតយព្រាហ្មណ៍ឈប់មុខតោតយព្រាហ្មណ៍ទៅព្រលឹមឡើងណាតោតយព្រាហ្មណ៍គ្រាន់តែឃើញអញ្ចឹងអាសេចក្តីកំណាញ់វាស្ថិតជាប់នៅក្នុងសន្តានចិត្តកើតនៅទោសៈខឹងព្រលឹមឡើងមកដល់មុខផ្ទះជេរប្រមាថអ្នកបួសប្រសង់មានពុទ្ធជាប្រធានទៅម្ដងក៏ឮសំឡេងយ៉ាងនេះទៅម្ដងទៀតក៏ឮសំឡេងយ៉ាងនេះតែធំហើយស្មងជើងធំមិនចេះរកស៊ីអីណាព្រលឹមឡើងមកដល់មុខផ្ទះព្រលឹមឡើងមកដល់មុខផ្ទះដេញខុសង្ឃណាញាតិញោមដេញខុសង្ឃមានពុទ្ធជាប្រធានផងណាសេចក្តីកំណាញ់វាអញ្ចឹងណាញាតិញោមដេញព្រះដែលមានវិភាកនឹងឲ្យចេញទៅមានបាយមិនមានអីទេទៅទីដតីទៅព្រះដែលមានវិភាកញញឹមហើយក៏និមន្តទៅបន្តទៀតទៅនឹងព្រះរាជបុគ្គលណាញាតិញោមញញឹមមិនមានការខឹងសម្បាទោសៈកើតឡើងតែបើពុទ្ធជនដូចអាត្មាដូចព្រះសង្ឃគ្រប់អង្គនៅពុទ្ធជនគ្រប់អង្គគ្រប់គ្នានឹងប្រហែលជាស៊ូនឹងពាក្យសម្ដីទាំងអស់នេះពុំបានទេបានជាព្រះអនន្តថាបបិទ្ធព្រះអង្គដ៏ចម្រើនថ្វាយគុំព្រះអង្គបបិទ្ធព្រះអង្គដ៏ចម្រើនឈប់និមន្តគោចរបិណ្ឌបាតតាមចន្លោះផ្ទះរបស់តោតយព្រាហ្មណ៍ទៅពុទ្ធនិមន្តគោចរបិណ្ឌបាតពេលណាមិនដែលបានចង្ហាន់ទេបានតែពាក្យនិន្ទាជីប្រមាថការទៀនដែលបានចង្ហាន់ផងព្រះរាមាវិភាញញឹមហើយឆ្លើយតបទៅនឹងព្រះអនន្តថាមនាអនន្តចុះបើមិនទៅ
ចន្លោះផ្ទះរបស់តោតេយព្រាហ្មណ៍តើយើងត្រូវទៅកាន់ទីឋានណាណែសួរព្រះនន្ទអញ្ចឹងព្រះនន្ទថាបបិទ្ធព្រះអង្គដ៏ចម្រើនទៅចន្លោះផ្ទះផ្សេងទៀតទៅកន្លែងផ្សេងទៀតអញ្ចឹងទៅព្រះដែលមានវិភាកបន្តទៅថាចោះបើទៅកន្លែងផ្សេងទៀតមិនបានអញ្ចឹងដែរទៅឯណាទៅកន្លែងផ្សេងទៀតចុះបើផ្សេងទៀតអត់បានទៅឯណាក៏ព្រះអនន្តនឹងក៏ស្ងៀមទៅព្រះដែលមានវិភាកព្រះអង្គប្រកាសសម្ដែងថាមនាលអនន្តណាណដ្ឋិលោកណដ្ឋិលោកោអនិត្តិតោណាមនាលអនន្តនៅក្នុងលោកនេះណាគ្មានបុគ្គលណាម្នាក់ដែលកិច្ចផុតអំពីការនិន្ទារបស់អ្នកដទៃទេណាគ្មានបុគ្គលណាម្នាក់កិច្ចផុតអំពីការនិន្ទារបស់ជនដទៃទេអ្នកគាថាអង្គប្រពទៅគោចរទៅបន្តទៀតទៅទោះបីជាតោទីយព្រាមនឹងមិនបានដាក់មិនបានអីក៏ទៅចឹងទៅរហូតទៅដល់តោទីយព្រាមនឹងញាតិញោមមានជំងឺរោគីយពាតកើតឡើងក៏ស្លាប់ទៅហើយស្លាប់ទៅនឹងដោយជីវ័នចិត្តជាប់ជំពាក់ទៅនឹងទ្រព្យសម្បត្តិដែលខ្លួនឯងបានលាក់ទុកហើយមិនបានប្រាប់កូនមិនបានប្រាប់អ្នកណាណាជាប់ជំពាក់ទ្រព្យស្លាប់ទៅមិនបានចាយទ្រព្យមិនបានប្រើប្រាស់ទ្រព្យចិត្តនឹងស្ដាយធ្លាក់ខ្លួនឈឺណាឃើញទេញោមពេលខ្លះមានទ្រព្យហើយចាយទៅវាស្ដាយលះបង់ទៅវាស្ដាយដល់ពេលស្លាប់ទៅលែងបានចាយទ្រព្យនឹងបានណែញាតិញោមមានអញ្ចឹងដែរណាមិនអត់ទេចឹងស្លាប់ទៅនៅដោយការជាប់ជំពាក់របស់តោតេយព្រាហ្មណ៍ជាមួយនឹងទ្រព្យសម្បត្តិខ្លួនដែលខ្លួនឯងកប់ទុកហ្នឹងស្លាប់ទៅកើតកំណើតជាសត្វដេរឆានញាតិញោមទៅកើតជាកំណើតសត្វដេរឆានញាតិញោមសត្វសំណក់នៅក្នុងគេហដ្ឋានហ្នឹងគេហដ្ឋានខ្លួនឯងហ្នឹងណាតើពៀនមានវ័យវឌ្ឍនាការធំទៅញាតិញោមឃើញព្រះដ៏មានពភាកឃើញព្រះសង្ឃនិមន្តគោចរបិណ្ឌបាតតាមមុខផ្ទះហ្នឹងដដែលហ្នឹងគឺថាចេញពីផ្ទះមកព្រុសហើយញាតិញោមសត្វសំណក់ហ្នឹងណាព្រុសដេញព្រះដ៏មានភិក្ខដេញភិក្ខុទាំងឡាយហ្នឹងហើយកូនរបស់តោតេយព្រាហ្មណ៍ហ្នឹងមានសេចក្តីងឿងឆ្ងល់ចុះសត្វសំណក់ដតីវាមិនអីចុះសត្វសំណក់ហ្នឹងឃើញព្រះដ៏មានវិភាកឃើញព្រះសង្ឃមិនចេះដេះតែចេញតែខំអញ្ចឹងណាព្រុសអញ្ចឹងសត្វគេថាព្រុសអញ្ចឹងមិនបានជាអញ្ចឹងទៅព្រះដ៏មានវិភាកតាំងតោតេយព្រាហ្មណ៍ហើយគ្រាន់តែលើពាក្យថាតោតេយព្រាហ្មណ៍ហ្នឹងកូននឹងភ្ញាក់ចុះមិនបានជាព្រះសម្មាសម្ពុទ្ធលោកមានពុទ្ធដីកាអញ្ចឹងព្រោះឪពុកខ្លួនស្លាប់យូរហើយថាតោតេយព្រាហ្មណ៍ហើយកាលនៅជាមនុស្សមានសេចក្តីកំណាញ់មិនធ្វើទានមានសេចក្តីប្រមាទមិនធ្វើទានចំពោះជនដទៃទាំងកំណាញ់ខ្លួនឯងសុខចិត្តយកទ្រព្យសម្បត្តិនោះទៅលាក់កប់ទុកមិនឲ្យជនដទៃដឹងកាលនៅជាមនុស្សហើយរហូតមកដល់សត្វហើយហ្នឹងក៏នៅមានសេចក្តីកំណាញ់នឹងទៀតទោសៈកើតឡើងក្នុងចិត្តប្រមាថកាត់ទានដល់ភិក្ខុសង្ឃទៅទៀតកូននោះគ្រាន់តែលឺអញ្ចឹងមានសេចក្តីក្រោធខឹងដែរអន់ចិត្តតែមិនបានជាព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាអញ្ចឹងបានព្រះដែលមានពាក្យថានេះជាតោតេយព្រាហ្មណ៍ចបដិសន្ធិកើតកំណើតជាសត្វដេរឆានហ្នឹងហើយទ្រព្យសម្បត្តិដែលតោតេយព្រាហ្មណ៍មិនបានលះមានសេចក្តីកំណាញ់ហ្នឹងកប់ទុកទៅមើលកន្លែងដែលសត្វនឹងសម្រាកដេកនៅទីណាកន្លែងនោះហើយដែលជាទ្រព្យរបស់តោតេយព្រាហ្មណ៍នោះអ្នកចូលទៅកោះកាយមើលចុះណា
ញាក់ខ្លួនព្រះដ៏មានភិក្ខលោកនិមន្តហួសទៅកូនរបស់តោតៃយព្រាមញាតិញោមក៏ទាញជាប់ទាញបគីទៅកោះមើលអាកន្លែងសัตว์ហ្នឹងដេកសัตว์សំណក់ហ្នឹងហើយអត់ទៅដេកយ៉ាងណាឆ្ងាយទេញាតិញោមទៅដេកក្រោមដើមក្រោមចដើជាស្រ័យក្រោមចដើផ្ទះហ្នឹងបាយហើយទៅដេកហ្នឹងអត់ទៅណាទេគេទៅណាទៅតែសัตว์សំណក់ហ្នឹងដេកក្រាបនៅហ្នឹងដេកក្រាបនៅនាលនៅហ្នឹងតពេលកូនរបស់តោតៃយព្រាមនឹងកោះក្រោមចដើមើលទៅសិតតែទ្រាំញាតិញោមនៅនឹងមកកំភ្លុះសិតទ្រាំបាននឹកដល់ពុទ្ធដីការបស់ព្រះអង្គហើយកើតទៅជាសត្វដេរឆានហើយគ្មានឱកាសនៅក្នុងការឲ្យទានបន្តទេញាតិញោមចង់ដាក់បាតក៏មិនដឹងទៅដាក់អ្មេចចង់ស្ដាប់ធម៌ក៏មិនដឹងស្ដាប់យ៉ាងម៉េចចង់រក្សាសិលក៏មិនដឹងមិនសត្វដេរឆានញាតិញោមដឹងហើយបានកូនតោតៃយព្រាមនឹងលក់ទ្រព្យសម្បត្តិដែលឪពុកលាក់ទុកក្រោមចណ្ដើហ្នឹងធ្វើទានញាតិញោមធ្វើទានបរិច្ចាគទានចំពោះឈ្មោមយាចរនេះកំសត់ទូរគុតអត់ឃ្លានរឿយចឹងទៅប្រសង់មុនគោចរបិណ្ឌបាតដាក់ជាប្រកដីមិនដែលខានទេទ្រព្យសម្បត្តិរបស់ឪពុកហ្នឹងណាដាក់អញ្ចឹងទៅខ្លាយទៅជាបុគ្គលដែលជាអ្នកឲ្យទានឪពុកមិនបានឲ្យទានទេតែកូនឈ្មោះសុភមានុទៅកើតជាទេវតាស្លាប់ទៅណាញាតិញោមទៅកើតជាទេវតាឯណោមើលញាតិញោមឃើញឪពុកកើតជាសត្វដេរឆានតែកូនទៅកើតឯណាជាទេវតានេះចង់បញ្ជាក់អំពីនៅក្នុងសេចក្តីនៃរឿងនេះព្រះដ៏មានពភាសបបញ្ជាក់អំពីការកំណាញ់ក្នុងការឲ្យទានផងមាននៅសេចក្តីប្រមាថផងនិងការនិន្ទារបស់ជនដទៃ